ខ្ញុំតែមានជីវិតរីករាយខ្ញុំបានរស់នៅទីក្រុងឡុង10ឆ្នាំមានការងារដ៏ល្អរៀបអាពាហ៍ពិពាហ៍និងសិក្សាការផលិតភាពយន្តប៉ុន្តែខ្ញុំទទួលរងសម្ពាធធ្លាក់ទឹកចិត្តខ្ញុំតែងតែយំនិងមានអារម្មណ៍វង្វេងវង្វាន់ណាស់ព្រោះគ្រប់យ៉ាងក្នុងជីវិតខ្ញុំធ្លាប់តែដំណើរការល្អខ្ញុំលែងចង់ធ្វើអ្វីទាំងអស់ក៏មិនចង់ជួបនរណាក្រៅពីគេនឹងអានសៀវភៅខ្ញុំប្រាប់បិណ្ឌម្នាក់គាត់ឲ្យយោបល់ថាមានវិធីម្យ៉ាងអាចជួយខ្ញុំបានឯងសាកមើលទៅពេលនោះខ្ញុំកំពុងរងចាំអីវ៉ាន់ដឹកមកពីទីក្រុងឡុងចឹងលើធ្នើមានតែសៀវភៅមួយក្បាលគល់គឺជួន Falun វាជាសៀវភៅមូលដ្ឋានរបស់ Falun Dafa នោះជាសៀវភៅដែលខ្ញុំចាប់យកមកអានសៀវភៅនោះនិយាយពិតជាមានហេតុផលនិងបង្ហាញចំបញ្ហារបស់ខ្ញុំហើយខ្ញុំពិតជាមើលឃើញបញ្ហារបស់ខ្ញុំពីឫសគល់ដែលដំបូងឡើយខ្ញុំមិនអាចយកពីបញ្ហាសូម្បីតែនៅលើផ្ទៃបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមរៀនលំហាត់ Falun Dafa និងហាត់ជាប្រចាំ Falun Dafa ឬហៅថា Falun Gong គឺជាលំហាត់សមាធិដែលមានមូលដ្ឋានកុសលធម៌សច្ចៈករុណាខន្តីការអនុវត្តជួយឲ្យខ្ញុំមានទំនាក់ទំនងល្អជាមួយខ្លួនឯងនៅពេលដែលខ្ញុំមានទំនាក់ទំនងល្អជាមួយខ្លួនឯងគឺខ្ញុំអាចមានទំនាក់ទំនងល្អជាមួយអ្នកដទៃបានល្អប្រសើរជាងមុនច្រើនណាស់ពាក្យចាស់ពោលថាអ្នកអាចស្រឡាញ់អ្នកដទៃបានល្អប្រសើរនៅពេលដែលអ្នកចេះស្រឡាញ់និងចេះករុណាដល់ខ្លួនឯងជាមុនសិនអ្នកពិតជាអាចពង្រីកការស្រឡាញ់នេះដល់សហគមន៍សមាជិកគ្រួសារនិងមនុស្សគ្រប់គ្នាក្នុងជីវិតរបស់អ្នកទោះបីខ្ញុំមិនល្អឥតខ្ចោះនៅមានសារកំហុសទំនាក់ទំនងរបស់ខ្ញុំជាមួយគ្រួសារប្រែជាល្អច្រើនណាស់ព្រោះខ្ញុំគិតដល់ពួកគាត់ជាមុនពេលនេះខ្ញុំមិនសូវអាត្មានិយមច្រើនដូចមុនទេដែលជាហេតុបង្កើតសុភមង្គលច្រើនជាងមុនក្នុងគ្រួសារ Falun Dafa ប្រៀបដូចជាការមើលថែខ្លួនឯងនៅទីបំផុតវាពិតជាមានថាមពលណាស់ខ្ញុំតែងប្រាប់គេថាវាជាការបួសហាត់ចិត្តកាយខ្ញុំមិនដែលគិតថាខ្ញុំនឹងធ្លាក់ក្នុងសម្ពាធផ្លូវចិត្តម្ដងទៀតទេព្រោះឥឡូវនេះខ្ញុំយល់ហើយដូច្នេះពេលមានបញ្ហាខ្ញុំដឹងថាត្រូវមើលវាដោយបែបណាមើលដោយខុសពីមុនហើយខ្ញុំជឿជាក់ថាអាចឆ្លងផុតបញ្ហាបានវាលែងជាបញ្ហាធំដុំទៀតហើយព្រោះខ្ញុំអាចដកថយមួយជំហានខ្ញុំនឹងមើលឃើញបញ្ហាជារួមបានហើយគ្រាន់តែបង្កើតសន្តិភាពជាមួយវាជាការស្រេច